រឿងកំពុងតែល្បីពលរដ្ឋផ្ទុះការរិះគន់នគរបាលទេសចរលោកផៃវណ្ណៈក៏មិននៅស្ងៀមនោះដែរក៏បានចេញមុខរិះគន់ចំបែបនេះថាបងប្អូនជាទីមេត្រីកាលពីថ្ងៃទី16ខែកក្កដាឆ្នាំ2026នេះគឺមានករណីមួយបានទុះការចែកចាយពេញបណ្ដាញសង្គម Facebook សូម្បីតែសារព័ត៌មានធំៗក៏បានចុះផ្សាយដែរដែលពាក់ព័ន្ធជាមួយនឹងយុវជនពីររូបកើតទុកមិនសុខចិត្តរឿងនគរបាលដែលអះអាងថាជានគរបាលនាយកដ្ឋានទេសចរចាប់ខ្លួនពួកគេនិងស្នើឲ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជួយរកយុត្តិធម៌ពាក់ព័ន្ធនឹងករណីខាងលើនេះធ្វើឲ្យមហាជននៅក្នុងបណ្ដាញសង្គម Facebookទុះការរិះគន់ខ្លាំងៗទៅនគរបាលទេសចរហើយសូម្បីតែលោកផៃវណ្ណៈក៏មិននៅស្ងៀមនោះដែរលោកក៏បានចេញមុខរិះគន់ចំបែបនេះថាតាមព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថាពេលចាប់ខ្លួនយកទៅដល់នាយកដ្ឋាននគរបាលទេសចរនគរបាលទេសចរគម្រាមកំហែងរួចនាំទៅដកលុយនៅធនាគារចំនួន$55,000លោកផៃវណ្ណៈបន្តទៀតថាខ្ញុំសួរព័ត៌មានទៅតុលាការមិនបានដឹងរឿងនេះនោះទេនគរបាលទេសចរធ្វើការងារព្រមមិនទាន់បែបនេះច្របូកច្របល់ណាស់នៅថ្ងៃដដែលនោះគឺខាងក្រុមហ៊ុន The Flora Group ក៏បានចេញសេចក្តីបំភ្លឺព័ត៌មានដែលពាក់ព័ន្ធនឹងករណីខាងលើនេះផងដែរហើយលោកផៃវណ្ណៈក៏បានធ្វើការ share រួចអមដោយសម្ដីថាសេចក្តីបំភ្លឺនេះបង្ហាញឲ្យឃើញថាមន្ត្រីនគរបាលទេសចរធ្វើខុសនីតិវិធីច្បាប់ទោះបីមានបណ្ដឹងពីជនរងគ្រោះក៏ដោយមន្ត្រីនគរបាលទេសចរអាចធ្វើរបាយការណ៍សំយុកសម្បើកការស៊ើបអង្កេតបឋមពីព្រះរាជអាជ្ញាចារឯកភាពលើរបាយការណ៍សំយុកទើបមន្ត្រីនគរបាលទេសចរមានសិទ្ធិធ្វើលិខិតអញ្ជើញចង់បណ្ដឹងមកសាកសួរបំភ្លឺមិនមែនកាន់ពាក្យបណ្ដឹងមកចាប់មនុស្សឆៅបែបនេះនោះទេបើចាប់ខ្លួនក្នុងបទល្មើសជាក់ស្ដែងក៏ត្រូវសុំគោលការណ៍ឬរាយការណ៍ជូនព្រះរាជអាជ្ញាដែរតែក្នុងករណីនេះខ្ញុំសួរទៅព្រះរាជអាជ្ញាអត់ដឹងនោះទេដោយសារតែមហាជននៅក្នុងបណ្ដាញសង្គម Facebook ផ្ទុះប្រតិកម្មក៏ដូចជារិះគន់ខ្លាំងទៅនគរបាលទេសចរខាងនាយកដ្ឋាននគរបាលទេសចរក៏បានចេញសេចក្តីបំភ្លឺដែរដែលពាក់ព័ន្ធនឹងករណីខាងលើសម្រាប់តែលោកផៃវណ្ណៈបានធ្វើការតបបែបនេះថាសេចក្តីបំភ្លឺរបស់នាយកដ្ឋាននគរបាលទេសចរបង្ហាញកាន់តែច្បាស់ថានាយកដ្ឋាននេះអនុវត្តការងារមិនត្រឹមត្រូវតាមនីតិវិធីព្រហ្មទណ្ឌនិយាយរួមគឺចាប់មនុស្សតាមការចង្អុលបង្ហាញរបស់ដើមម្ដងហើយមិនឆ្លោយយោបល់ឬរាយការណ៍ទៅតំណាងអัยការទេលោកផៃវណ្ណៈបានបន្តទៀតថាកុំហោះឆ្គងបែបនេះគួរកែតម្រូវកុំបន្តធ្វើរឿងមិនត្រឹមត្រូវតទៅទៀតជាពិសេសនគរបាលទេសចរទទួលបណ្ដឹងតែភ្ញៀវទេសចរតែប៉ុណ្ណោះតែមិនអាចមកទទួលបណ្ដឹងព្រមមិនទាន់បាននោះទេឈប់ទៅកុំព្រោះតែផលប្រយោជន៍តិចតួចហ៊ានបំពានច្បាប់បងប្អូនជាទីមេត្រីរឿងទាំងអស់ខាងលើនេះយើងមិនទាន់ដឹងច្បាស់ថាតើខាងណាខុសឬខាងណាត្រូវនោះទេមានតែរងចាំតាមដានបន្តទៀតសូមអរគុណ